សួស្តីអ្នកទាំងអស់គ្នាតោះយើងបន្តសាច់រឿងស៊ីឈីងរបស់យើងជាបន្តទៀតខណៈដែលស៊ីឈីងកំពុងធ្វើដំណើរយ៉ាងលឿនកាត់សមុទ្រហាមឃាត់ដោយបន្តលេបត្របាក់បិសាចសមុទ្រម្ដងមួយនៅឯទីឆ្ងាយមួយមាននាវាចម្បាំងដ៏ធំសម្បើម3គ្រឿងធ្វើពីឈើពណ៌ខ្មៅកំពុងហោះកាត់លំហមេឃពួកវាបញ្ចេញនូវក្លិនអายនៃសម័យកាលបុរាណហើយមើលទៅហាក់ដូចជាដើមឈើដ៏ធំសម្បើមចំនួន3ដើមពន្លឺពណ៌ខ្មៅភ្លឺផ្លេកៗដែលពួកវាបញ្ចេញមកបានជួយបិទបាំងក្លិនអายរបស់នាវាទាំងនោះឲ្យសឹងតែមិនអាចមាននរណាចាប់បានក្នុងពេលជាមួយគ្នានោះពន្លឺនោះក៏ធ្វើឲ្យពិបាកក្នុងការមើលឃើញអ្នកដែលនៅទីនោះផងដែរតាមពិតការបន្លំភ្នែកបែបនេះគឺដើម្បីធានាថាគ្មាននរណាម្នាក់ដឹងថានេះជានាវាចម្បាំងរបស់បិសាចសមុទ្រនោះទេនាវាទាំងនោះត្រូវបានផ្ដល់ថាមពលដោយចំហាយពុលហើយដោយសារតែពួកវាអាចបន្តស្រូបយកចំហាយពុលពីបរិយាកាសជុំវិញបានគ្រប់ពេលពួកវាអាចហោះហើរបានក្នុងរយៈពេលយ៉ាងយូរគួរឲ្យភ្ញាក់ផ្អើលមានអ្នកវឹកហាត់ក្បាច់គុណបិសាចសមុទ្រជាង100នាក់នៅលើនាវាទាំងនោះទោះបីជាភាគច្រើននៃពួកគេស្ថិតត្រឹមកម្រិតប្រមូលផ្ដុំក៏ដោយប៉ុន្តែមាន4នាក់ដែលបញ្ចេញនៅបម្រែបម្រួលធម្មពលនៃកម្រិតសាងគ្រឹះអ្នកទាំង4នោះមិនមែនជាអ្នកវឹកហាត់កម្រិតសាងគ្រឹះធម្មតានោះទេពួកគេសុទ្ធតែមានអណ្ដាតភ្លើងជីវិតអ្នកដែលខ្លាំងជាងគេក្នុងចំណោមពួកគេស្លៀកអាវផាយពណ៌សទោះបីជាគេមិនស្ថិតនៅក្នុងសភាពពន្លឺអច្ឆរិយៈក៏ដោយក៏គេនៅតែបញ្ចេញក្លិនអายយ៉ាងច្បាស់នៃអណ្ដាតភ្លើងជីវិតពីរក្រុមគេគឺជាអ្នកគ្រប់គ្រងនាវាចម្បាំងទាំងនេះហើយខណៈដែលគេសម្លឹងមើលទៅចម្ងាយកែវភ្នែកពណ៌ប្រផេះរបស់គេបានបញ្ចេញនូវភាពត្រជាក់យ៉ាងខ្លាំងតាមពិតខ្លួនប្រាណរបស់គេទាំងមូលសុទ្ធតែបញ្ចេញនូវភាពត្រជាក់ល្ហឹមហាក់ដូចជាគ្មានអ្វីនៅជុំវិញខ្លួនដែលស័ក្តិសមឲ្យគេចាប់អារម្មណ៍នោះទេឈរនៅក្បែរគេគឺជានារីវ័យក្មេងម្នាក់នាងក៏ជាបិសាចសមុទ្រដែរប៉ុន្តែកាលពីមុននាងធ្លាប់ជាមនុស្សច្បាស់ណាស់ថានាងជានារីស្រស់ស្អាតម្នាក់កាលនៅរស់ហើយសូម្បីតែបន្ទាប់ពីក្លាយជាបិសាចសមុទ្រហើយក៏ដោយក៏នាងនៅតែជាបុគ្គលសំខាន់ម្នាក់ដោយសារហេតុនេះហើយនាងមិនបានបញ្ចេញក្លិនអายនៃពឹសខ្មោចឆៅណាមួយឡើយហើយថែមទាំងមានស្បែកសមត្ថរលោងដោយគ្មានស្នាមរលួយសូម្បីតែបន្តិចតាមពិតនាងមានរូបរាងស្រស់ស្អាតនិងថែមទាំងគួរឲ្យស្រឡាញ់ទៀតផងកែវភ្នែករបស់នាងហាក់ដូចជាមានជីវិតរស់រវើកជាងបិសាចសមុទ្រធម្មតាហើយបើនាងឈរនៅក្នុងចំណោមហ្វូងមនុស្សគេច្បាស់ជាមិនងាយចំណាំថានាងជាបិសាចសមុទ្រនោះទេពេលនេះនាងកំពុងតែយកដៃអោបរឹតដៃរបស់បិសាចសមុទ្រអាវផាយពណ៌សនោះសិស្សច្បងស៊ីឈិញនាងនិយាយទាំងពេកមាត់បន្តិចប្រាប់មកសុំវលោករកខ្ញុំឃើញដោយរបៀបណាខ្ញុំខំប្រយ័ត្នលាក់បាំងអត្តសញ្ញាណខ្លាំងណាស់តាបិសាចសមុទ្រអាវផាយពណ៌សក្ប៊ីក្បាលយឺតប៉ុន្តែហាក់ដូចជាពិបាកនឹងបដិសេធការអង្វរករបស់នារីវ័យក្មេងនោះណាប្រដុតមកនាងក៏យកថ្មពណ៌ខ្មៅមួយដុំហុចទៅឲ្យគេក៏ទទួលយកវាសម្លឹងមើលនាងគេនិយាយថាប្រនាងទី3ចំណេះដឹងគឺមានតម្លៃមិនអាចកាត់ថ្លៃបានទេហើយដោយសារតែប្រនាងឲ្យតម្លៃលើចំណេះដឹងខ្លាំងយ៉ាងនេះទាសាដ៏ទាបទុនម្នាក់នេះឈ្មោះស៊ីឈិញនឹងប្រាប់ប្រនាងនៅចម្លើយមុនពេលខ្ញុំខ្លាចជាបិសាចសមុទ្រខ្ញុំធ្លាប់ជាសិស្សនៃកំពូលភ្នំទី7នៅក្នុងបនេត្រាឈាម7ដោយសារតែក្បាច់គុណមួយដែលខ្ញុំបានរៀនកាលពីពេលនោះទើបខ្ញុំអាចស្វែងរកអត្តសញ្ញាណរបស់ព្រះនាងបានព្រះនាងព្រះបិតារបស់ព្រះនាងកំពុងតែមានក្តីកង្វល់យ៉ាងខ្លាំងទើបបានជាព្រះអង្គប្រកាសបេសកកម្មស្វែងរកនិងនាំព្រះនាងត្រឡប់ទៅវិញសូមព្រះនាងកុំធ្វើឲ្យខ្ញុំពិបាកអីការធ្វើដំណើរត្រឡប់ទៅវិញនឹងមិនចំណាយពេលយូរនោះទេនៅតាមផ្លូវត្រឡប់ទៅទឹកដីដូនតារបស់យើងសូមព្រះនាងកុំបោះចោលរបស់របរផ្ដេសផ្ដាស់ប្រសិនបើព្រះនាងធ្វើឲ្យនរណាម្នាក់ខឹងដែលមិនគួរនឹងខឹងវាអាចនឹងនាំឲ្យមានបញ្ហាធំមិនខានញញឹមទាំងអៀនខ្មាស់នារីវ័យក្មេងនោះនិយាយថាអូខេយល់ព្រមប៉ុន្តែកុំភ្លេចណាសិស្សច្បងស៊ីឈិញលោកបានសន្យាថានឹងធ្វើជាអ្នកឈរយាមការពារពិសេសរបស់ខ្ញុំនៅពេលដែលយើងត្រឡប់ទៅដល់ខ្ញុំចូលចិត្តចរិតរបស់លោកសិស្សច្បងស៊ីឈិញលោកពិតជាពិសេសមែនខ្ញុំមើលដឹងលោកដឹងទេខ្ញុំសឹងតែមិនជឿសោះថាលោកហ៊ានឲ្យខ្ញុំបងថ្មបំផ្លាញពលមួយដុំគ្រាន់តែដើម្បីឆ្លើយសំណួររបស់ខ្ញុំសោះនោះគ្មានសមាជិកណាម្នាក់នៃពូជសាសន៍យើងហ៊ានធ្វើរឿងបែបនេះឡើយរាល់ពាក្យសម្ដីរបស់លោកដូចជាចំណេះដឹងគឺមានតម្លៃមិនអាចកាត់ថ្លៃបាននិងគោរពចំណេះដឹងខ្ញុំពិតជាចូលចិត្តណាស់វាពិតជាប្លែកគេមែនទែនបិសាចសមុទ្រអាវផាយពណ៌សដាក់ដៃទាំងពីរនៅខាងក្រោយខ្នងហើយសម្លឹងមើលទៅទីឆ្ងាយទាសាដ៏ទាបទុនម្នាក់នេះឈ្មោះស៊ីឈិញគឺជាមនុស្សដែលមិនដែលនិយាយពាក្យលេងសើចឡើយដរាបណាព្រះនាងជួយឲ្យខ្ញុំបញ្ចប់បេសកកម្មនេះបានយ៉ាងរលូនព្រះនាងអើយខ្ញុំមិនត្រឹមតែធ្វើជាអ្នកឈរយាមការពាររបស់ព្រះនាងប៉ុណ្ណោះទេខ្ញុំថែមទាំងអាចធ្វើជាស្វាមីរបស់ព្រះនាងទៀតផងប្រសិនបើព្រះនាងប្រាថ្នាហើយប្រសិនបើទាសាដ៏ទាបទុនម្នាក់នេះឈ្មោះស៊ីឈិញមិនគោរពពាក្យសន្យាសូមឲ្យខ្ញុំត្រូវពុលដោយថ្នាំពុលដ៏សាហាវបំផុតនិងត្រូវរន្ទះបាញ់5ដងជាប់គ្នាលោកពិតជាចង់ធ្វើជាស្វាមីរបស់ខ្ញុំមែនឬសិស្សច្បងស៊ីឈិញព្រះនាងទី3សួរកែវភ្នែករបស់នាងភ្លឺចែងចាំងពិតប្រាកដណាស់បិសាចសមុទ្រអាវផាយពណ៌សក្រហែមបន្តិចក្នុងពេលជាមួយគ្នានោះ
នៅកន្លែងមួយទៀតនៃសមុទ្រហាមឃាត់ស៊ីឈីងញ័រខ្លួនបន្តិចហើយកែវភ្នែករបស់គាត់បញ្ចេញពន្លឺនៃការប្រុងប្រយ័ត្នខណៈដែលគាត់ដើរថយក្រោយយឺតនៅខាងមុខគាត់ឆ្ងាយបន្តិចនៅលើបាតសមុទ្រមានក្រុមខ្មោចព្រាយដ៏គួរឲ្យរន្ធត់មួយក្រុមកំពុងធ្វើចលនាឆ្លងកាត់ទឹកសម្ដៅទៅរកទីក្រុងមួយទីក្រុងដ៏ធំសម្បើមនោះពោពេញទៅដោយអគារព្រមទាំងមានស្រមោលរូបរាងរាប់មិនអស់កំពុងធ្វើចលនាចុះឡើងនៅក្នុងនោះស៊ីឈីងបានលើសំឡេងអ៊ូអរដោយដែលតែងតែមាននៅក្នុងទីក្រុងអញ្ចឹងថែមទាំងមានតូបលក់ទំនិញនិងរទេះដែលស្រមោលទាំងនោះកំពុងទិញអីវ៉ាន់ទៀតផងមើលមួយផ្លែតទីនេះមើលទៅធំនិងអ៊ូអរដូចជារាជធានីនៃបកនេត្រាឈាម7អញ្ចឹងទស្សនវិជ្ជានេះធ្វើឲ្យបេះដូងរបស់ស៊ីឈីងលោតញាប់ទោះបីជាគាត់បានឡើងកម្រិតវឹកហាត់និងសមត្ថភាពប្រយុទ្ធយ៉ាងណាក៏ដោយក៏ទស្សនវិជ្ជានេះនៅតែធ្វើឲ្យគាត់មានអារម្មណ៍ភ័យខ្លាចដដែលអ្វីដែលគាត់កំពុងមើលឃើញនេះគឺជាទីក្រុងខ្មោចហើយអ្វីដែលធ្វើឲ្យគាត់ភ័យខ្លាចមិនមែនជាខ្មោចទាំងនោះទេប៉ុន្តែគឺជាទីក្រុងនោះផ្ទាល់តែម្ដងដែលវាគឺជាអត្ថភាពមួយដាច់ដោយឡែកនោះហើយជាមូលហេតុដែលគាត់ដើរថយក្រោយចេញពីវាដោយមិនស្ទាក់ស្ទើរទីក្រុងខ្មោចនោះហាក់ដូចជាមិនចាប់អារម្មណ៍នឹងគាត់ទេហើយក៏គ្មានបំណងដេញតាមគាត់ដែរទោះជាយ៉ាងណាក៏ដោយស៊ីឈីងមិនមានបំណងចង់សាកល្បងរឿងនេះទេគាត់បានបដូរទិសដៅចាប់ផ្ដើមធ្វើចលនាហើយទាល់តែពេលគាត់ទៅដល់ចម្ងាយឆ្ងាយគួរសមទើបគាត់ដកដង្ហើមធូរទ្រូងបាតសមុទ្រគឺជាកន្លែងដ៏គ្រោះថ្នាក់មួយដោយយោងតាមកម្រិតវឹកហាត់របស់ខ្ញុំត្រូវតែប្រុងប្រយ័ត្ននៅពេលរុករកចុះមកជ្រៅបែបនេះគឺជាអត្ថប្រយោជន៍ទី2ហើយដែលស៊ីឈីងបានជួបប្រទះនាពេលថ្មីនេះដែលធ្វើឲ្យគាត់ភ័យខ្លាចញ័ររន្ធត់លើកទី1គាត់បានឃើញក្បាលដ៏ធំសម្បើមមួយងើបឡើងពីទឹករួចក៏ទម្លាក់ចុះទៅវិញហាក់ដូចជាវាកំពុងលេងអញ្ចឹងហើយវាបានសោយចកក្អឹកយ៉ាងខ្លាំងពេលនោះក៏ដូចជាពេលនេះដែរគាត់បានរត់គេចខ្លួនភ្លាមមិនមានការប្រយុទ្ធអ្វីកើតឡើងទេប៉ុន្តែស៊ីឈីងមិនហ៊ាននៅក្បែរអត្ថភាពបែបនេះយូរឡើយហើយគាត់មានអារម្មណ៍ថាប្រសិនបើគាត់ជួបអត្ថភាពបែបនេះជាលើកទី3វានឹងនាំទៅរកគ្រោះថ្នាក់ពិតប្រាកដមិនខានដូច្នេះហើយគាត់ក៏ចាក់ចេញពីបាតសមុទ្រត្រឡប់ទៅផ្ទៃទឹកវិញរួចឡើងលើទូកវេទមន្តរបស់គាត់នៅទីនោះគាត់បានឲ្យស្រមោលខ្មៅនិងនាគបាឡែនសមុទ្រហាមឃាត់របស់គាត់ជួយយាមកាមខ្ញុំជិះបញ្ចប់ដំណាក់កាលទី2នៃក្អែកមាសស្រូបយកសពវិញ្ញាណហើយចាប់ពីពេលនេះទៅខ្ញុំត្រូវតែប្រុងប្រយ័ត្នជាងមុនអង្គុយពេនភ្នែនគាត់បានបញ្ជូនសតិអារម្មណ៍របស់គាត់ចុះទៅកាន់នាគបាឡែនសមុទ្រហាមឃាត់របស់គាត់នាគជីវិតរបស់គាត់លែងមានរូបរាងដូចជានាគគក់វែងទៀតទោះទៅវិញវាបានផ្លាស់ប្ដូររូបរាងទៅជាអ្វីមួយដែលស្រដៀងនឹងនាគពណ៌ខៀវបៃតងទៅវិញបន្ទាប់ពីបានតាមប្រមាញ់និងសម្លាប់នាគពណ៌ខៀវបៃតងនោះរួចគាត់បានយកការយល់ដឹងនោះមកកែតម្រូវនាគបាឡែនសមុទ្រហាមឃាត់របស់គាត់ជាអកុសលខ្ញុំទើបតែសម្លាប់បានមួយក្បាលប៉ុណ្ណោះដូច្នេះការចម្លងរូបរាងរបស់ខ្ញុំមិនទាន់ល្អឥតខ្ចោះទេស៊ីឈីងបិទភ្នែក7ថ្ងៃបានកន្លងផុតទៅយ៉ាងលឿនគាត់បានចេញមកសមុទ្រអស់ជាច្រើនខែហើយមិនដឹងថាសង្គ្រាមនៅប្រជុំកោះមច្ឆាមានសភាពបែបណាឡើយទោះជាយ៉ាងណាក៏ដោយបន្តោងអត្តសញ្ញាណរបស់គាត់បង្ហាញថាចំណាត់ថ្នាក់របស់គាត់បានធ្លាក់ចុះពីលេខ50ជាងទៅដល់លេខ100ជាងនោះហាក់ដូចជាបង្ហាញថាសង្គ្រាមកំពុងតែវាយលុកយ៉ាងក្តៅគគុកប៉ុន្តែស៊ីឈីងមិនបារម្ភពីរឿងនោះទេនៅពេលនេះក្នុងមួយសប្តាហ៍កន្លងមកនេះគាត់បានផ្ដោតអារម្មណ៍ទាំងស្រុងទៅលើក្អែកមាសស្រូបយកសពវិញ្ញាណរហូតដល់វាជិតរួចរាល់ហើយខ្ញុំគ្រាន់តែត្រូវការសត្វសមុទ្រកម្រិតសាងគ្រឹះតែមួយក្បាលទៀតប៉ុណ្ណោះនោះគ្រាប់ពូជមរតកនឹងត្រូវបានដាស់យ៉ាងពេញលេញកែវភ្នែករបស់ស៊ីឈីងបញ្ចេញពន្លឺនៃការទន្ទឹងរង់ចាំខណៈដែលគាត់បញ្ជូននាគពណ៌ខៀវបៃតងរបស់គាត់ចុះទៅក្នុងទឹកដើម្បីស្វែងរកសត្វសមុទ្របន្ថែមស្រមោលខ្មៅក៏បានបញ្ជូនភ្នែកស្រមោលជាច្រើនដើម្បីជួយក្នុងការស្វែងរកផងដែរហើយយូលីងជឺក៏បានចូលរួមជាមួយនាគពណ៌ខៀវបៃតងនោះដែរនៅកណ្ដាលនៃការស្វែងរកនោះស៊ីឈីងស្រាប់តែងើបមុខសម្លឹងមើលទៅលើមេឃពេលនេះជាពេលល្ងាចហើយខណៈដែលផ្ទៃមេឃប្រែជាពណ៌ក្រហមដោយស្លឹកឈើជ្រុះរដូវស្លឹកឈើជ្រុះគាត់បានឃើញដើមឈើពណ៌ខ្មៅដ៏ធំសម្បើម3ដើមកំពុងហោះកាត់លំហអាកាសនៅឯទីឆ្ងាយពួកវាមើលទៅដូចជានាវាចម្បាំងដ៏ចម្លែកគាត់មិនអាចចាប់បានពីបម្រែបម្រួលធម្មពលណាមួយចេញពីនាវាទាំងនោះទេហើយក៏មិនអាចមើលឃើញអ្នកណានៅទីនោះដែរនឹកដល់កំណត់ត្រាសមុទ្រនៅក្នុងបកនេត្រាឈាម7គាត់មិនចាំថាមានការរៀបរាប់ពីអ្វីដែលស្រដៀងនឹងរឿងនេះទេដូច្នេះហើយគាត់មិនមានវិធីណាអាចដឹងថានាវាទាំងនេះមកពីណាឡើយពួកវាមើលទៅហាក់ដូចជាគ្រាន់តែហោះកាត់ប៉ុណ្ណោះប៉ុន្តែគាត់នៅតែរក្សាការប្រុងប្រយ័ត្នជានិច្ចហើយក៏បានបើកដំណើរការប្រព័ន្ធការពាររបស់ទូកវេទមន្តរបស់គាត់ផងដែរគាត់ថែមទាំងបានមុជចុះទៅក្រោមផ្ទៃទឹកទៀតផងធ្វើបែបនេះប្រសិនបើពួកគេគ្រាន់តែមានបំណងហោះកាត់វាទំនងជាពួកគេនឹងទុកគាត់ឲ្យនៅស្ងៀមមិនរំខានឡើយហើយប្រសិនបើពួកគេវាប្រហារមែនគាត់នឹងត្រៀមខ្លួនជាស្រេចក្នុងការប្រយុទ្ធតបតឬរត់គេចទោះជាយ៉ាងណាក៏ដោយសូម្បីតែនៅពេលដែលគាត់មុជចុះក្រោមផ្ទៃទឹកក៏ដោយក៏មានដៃរបស់នារីម្នាក់លូកចេញពីនាវាដែលនៅខាងមុខគេវាមានពណ៌សដូចជាត្បូងពេជ្រនិងកំពុងកាន់ត្បូងខ្មៅមួយគ្រាប់ដែលនៅខាងក្នុងនោះមានបិទត្រានិមិត្តសញ្ញាវេទមន្តមួយបន្ទាប់មកនាងក៏ប្រឡែងត្បូងនោះហើយវាក៏បាញ់យ៉ាងលឿនដោយភ្លេចបន្ទោសម្ដៅមកស៊ីឈីង
កៅភ្នែករបស់ស៊ីឈីងរួមតូចហើយគាត់បានបញ្ជាទុកវេទមន្តរបស់គាត់ឲ្យហោះគេចចេញក្នុងទិសដៅផ្ទុយប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺនិមិត្តសញ្ញាវេទមន្តនៅក្នុងត្បូងនោះបានភ្លឺចែងចាំងរួចត្បូងនោះក៏បាត់ខ្លួនមួយរំពេចហើយក៏លេចចេញមកវិញភ្លាមៗនៅចំពីមុខទូកវេទមន្តរបស់គាត់តែម្ដងវាលឿនណាស់រហូតដល់ស៊ីឈីងមិនអាចមានប្រតិកម្មទាន់ឡើយទូកវេទមន្តរបស់គាត់បានបុកទង្គិចជាមួយត្បូងនោះរួចក៏ផ្ទុះបែកជាបំណែករាប់មិនអស់រលកដ៏ធំបានខ្ទាតសាយទៅគ្រប់ទិសទីបន្ទាប់មកកំទេចកំទីក៏អណ្ដែតឡើងមកលើផ្ទៃទឹកមើលពីចម្ងាយកំទេចកំទីទាំងនោះមានរូបរាងប្រហាក់ប្រហែលនឹងទូកវេទមន្តអញ្ចឹងនៅលើមេឃព្រះនាងទី3បានផ្អែកខ្លួនលើបង្កាន់ដៃនាវាចម្បាំងដោយមានស្នាមញញឹមនៅលើផ្ទៃមុខអាយ៉ាវាស្រួលពេកហើយគ្រាន់តែវាយមួយដងក៏ផ្ទុះបាត់ទៅហើយគួរឲ្យធុញណាស់ប៉ុន្តែរលកទឹកមើលទៅស្អាតគួរសមដែរនៅក្បែរនាងបិសាចសមុទ្រអាវផាយពណ៌សកំពុងទប់ដង្ហើមហើយមានទឹកមុខចម្លែកខណៈដែលគេសម្លឹងមើលចុះទៅកន្លែងដែលទូកវេទមន្តបានផ្ទុះមួយសន្ទុះធំក្រោយមកគេក៏ដកដង្ហើមធំហើយនិយាយថាព្រះនាងទី3តើព្រះនាងកំពុងធ្វើអ្វីហ្នឹងទាសាដ៏ទាបទុនម្នាក់នេះគ្រាន់តែចង់បញ្ចប់បេសកកម្មនេះប៉ុណ្ណោះហេតុអ្វីបានជាព្រះនាងបង្កបញ្ហាច្រើនម្ល៉េះតើព្រះនាងមិនអាចនៅឲ្យស្ងៀមបន្តិចបានទេឬចុះបើព្រះនាងទៅបង្ករឿងជាមួយឃាតកៈបិសាចដ៏កាចសាហាវណាមួយវិញគិតយ៉ាងម៉េចពេលនោះគិតយ៉ាងម៉េចដោយមានអារម្មណ៍តានតឹងយ៉ាងខ្លាំងបិសាចសមុទ្រអាវផាយពណ៌សបានយកផ្លែប៉ោមួយផ្លែចេញមករួចខំមួយម៉ាត់ញញឹមសម្លឹងមើលគេព្រះនាងទី3និយាយថាមានរឿងអីទៅសិស្សច្បងស៊ីឈីងវាគ្រាន់តែជាទូកមួយរបស់បនិត្រាឈាម7ប៉ុណ្ណោះតើហើយគ្រាន់តែប្រើរន្ទះទេវតារបស់ព្រះបិតាដ៏គួរឲ្យស្អប់របស់ខ្ញុំតែមួយដងក៏អាចបំផ្លាញវាបានទៅហើយអ្នកណាទៅខ្វល់បិសាចសមុទ្រអាវផាយពណ៌សគ្រវីក្បាលគឺចង់បញ្យល់បន្ថែមនិងចង់ស្ដីបន្ទោសនាងពីរបៀបដែលនាងនិយាយពីព្រះបិតារបស់នាងប៉ុន្តែទីបំផុតគេក៏បិទមាត់ឈឹងហើយបញ្ជានាវាឲ្យធ្វើដំណើរទៅមុខបន្តខណៈដែលនាវាចម្បាំងរូបរាងដូចដើមឈើទាំង3គ្រឿងហោះកាត់ហើយបាត់ខ្លួនទៅក្នុងទីឆ្ងាយរលកទឹកក៏បានរំសាយកំទេចកំទីនៃទូកវេទមន្តនោះឲ្យបាត់អស់ទៅក្នុងពេលជាមួយគ្នានោះទូកវេទមន្តមួយទៀតកំពុងហោះយ៉ាងលឿននៅក្រោមផ្ទៃទឹកវាមានទំហំតូចជាងទូកមុនប៉ុន្តែមើលទៅកាយសាហាវជាងហាក់ដូចជាសត្វបង្គួយសមុទ្រអញ្ចឹងហើយវាកំពុងតាមដាននាវាចម្បាំងទាំង3គ្រឿងនោះទូកដែលបានផ្ទុះនោះគឺជាសម្បកខាងក្រៅដែលចាងសានបានច្នៃយ៉ាងពិសេសដើម្បីបង្វែរចំណាប់អារម្មណ៍សត្រូវពេលនេះស៊ីឈីងកំពុងឈរនៅលើទូកវេទមន្តពិតប្រាកដរបស់គាត់ដោយមានទឹកមុខមិនសូវល្អឡើយខណៈដែលគាត់សម្លឹងមើលទៅផ្ទៃទឹកកែវភ្នែករបស់គាត់កំពុងឆេះសន្ធោសន្ធៅដោយចេតនាសម្លាប់បិសាចសមុទ្រឬភ្លាមនៅពេលដែលគុជខ្យងពណ៌ខ្មៅនោះបានបាញ់ចុះពីលើសំពៅចម្បាំងស៊ីឈីងបានដឹងពីភាពប្រែប្រួលនៃចំហាយពុលដ៏ពិសេសមួយដែលធ្វើឲ្យគេសន្និដ្ឋានថាអ្នកបញ្ជាសំពៅនោះភាគច្រើនប្រហែលជាបិសាចសមុទ្រគេមិនមានចំណាប់អារម្មណ៍ល្អសូម្បីតែបន្តិចចំពោះពពួកសត្វបែបនេះគេធ្លាប់បានសម្លាប់ពួកវាច្រើនពេកហើយអ្វីដែលទើបតែកើតឡើងអំបញ្ញមិញនេះគឺពិតជាគ្រោះមហន្តរាយដែលនឹកស្មានមិនដល់ទោះបីជាគុជខ្យងពណ៌ខ្មៅនោះមិនមានសមត្ថភាពធ្វើឲ្យគេរងរបួសពិតមែនក៏ដោយប៉ុន្តែវាមានផ្ទុកធម្មពលកម្រិតមិនធម្មតាតាមការពិតការវាយប្រហារនោះគឺអាចប្រៀបបានទៅនឹងអ្នកវឹកហាត់ដែលមានភ្លើងជីវិតមួយទៅហើយនិមិត្តសញ្ញាវេទមន្តដែលវាមានគឺកាន់តែអាចកំបាំងយ៉ាងជ្រាលជ្រៅនឹកគិតត្រឡប់ទៅវិញស៊ីឈីងចាំបានថាគេបានឃើញនិមិត្តសញ្ញាវេទមន្តនោះបញ្ចេញពន្លឺភ្លេចបន្ទាប់មកគុជខ្យងនោះក៏ផ្លាស់ទីយ៉ាងលឿនដូចជាប្រើទ្វា teleport អញ្ចឹងតាមពិតទៅវាលឿនខ្លាំងណាស់រហូតដល់គេមិនអាចមានប្រតិកម្មកិច្ចចេញទាន់ពេលនោះទេស៊ីឈីងបានគិតក្នុងចិត្តថាដែលមានសមត្ថភាពបែបនេះគុជខ្យងនោះគឺស្ថិតក្នុងកម្រិតភ្លើងជីវិត2ឬអាចដល់3ទៅហើយរបស់មួយនោះគឺជាកំណប់ទ្របពិតប្រាកដក្រសែភ្នែករបស់ស៊ីឈីងប្រែជាត្រជាក់ល្ហឹមអ្នកវឹកហាត់ដែលអាចចោលរបស់បែបនេះចេញមកបានយ៉ាងងាយប្រសិនបើមិនមានមូលដ្ឋានវឹកហាត់ដ៏អស្ចារ្យទេក៏ប្រកាសជាមានប្រវត្តិមិនធម្មតាដែរក្នុងករណីនេះគេមានអារម្មណ៍ថាវាជាចំណុចទី2ច្រើនជាងស៊ីឈីងបានគិតក្នុងចិត្តបន្តទៀតថាបើដូច្នេះមែនពួកគេប្រហែលជាមានអ្នកឈរយាមការពារមិនខានខណៈពេលកំពុងធ្វើដំណើរយ៉ាងលឿនក្នុងទូកវេទមន្តជីងចក់សមុទ្ររបស់គេស៊ីឈីងបានសម្លឹងមើលទៅសំពៅខ្មៅទាំង3ដែលកំពុងហោះពីលើក្បាលដោយមិនដាក់ភ្នែកដោយសារតែគេមិនច្បាស់ថាមានអ្នកខ្លាំងកម្រិតខ្ពស់នៅលើសំពៅទាំងនោះឬអត់គេមិនអាចវាយប្រហារដោយធ្វេសប្រហែសបានទេដោយទម្លាប់របស់គេត្រូវតែតាមដាននិងសង្កេតមើលសិនប្រៀបដូចជាព្រានព្រៃដែលកំពុងស្វែងរកចំណុចខ្សោយរបស់សត្វព្រៃមុននឹងលោតទៅត្របាក់អញ្ចឹងនៅលើសំពៅចម្បាំងនាំមុខបិសាចសមុទ្រស្លៀកពាក់សបានដកដង្ហើមធំពេលឈរសម្លឹងចុះទៅសមុទ្រខាងក្រោមគេមានអារម្មណ៍ធុញថប់យ៉ាងខ្លាំងនោះក៏ព្រោះតែគេអាចដឹងថាមានក្លិនអាយរស្មីមួយកំពុងចាក់សោតាមដានសំពៅចម្បាំងទាំង3នេះហើយក្លិនអាយរស្មីនោះគឺស៊ាំខ្លាំងណាស់ព្រះនាងទី3បាននិយាយលួងលោមថាកុំខឹងអីសិស្សច្បងស៊ីឈីងខ្ញុំកំពុងតែព្យាយាមលាក់មុខឲ្យតើខ្ញុំបំរុងនឹងគប់គុជរន្ទះទេពទាំងនោះចេញទៅ3គ្រាប់ប៉ុន្តែផ្ទុយទៅវិញខ្ញុំបានគប់ចេញទៅតែមួយគ្រាប់ប៉ុណ្ណោះនាងបានបញ្ជូនខ្សែភ្នែកទៅកាន់បិសាចសមុទ្រស្លៀកពាក់សប៉ុន្តែពេលឃើញថាគេមិនខ្វល់ពីនាងក៏ដើរចូលទៅជិតហើយអង្រួនដៃគេថ្នមរួចនិយាយបន្ត
ព្រះនាងទី3បាននិយាយថាក៏បានកំអានខ្ញុំនឹងមិនគប់គួចខ្យងចេញទៀតទេកុំខឹងអីសិស្សច្បងស៊ីឈីងហេតុអ្វីបានជាលោកចងចិញ្ចើមខ្លាំងម្លេះតើលោកកំពុងគិតពីរឿងអ្វីពេលបិសាចសមុទ្រស្លៀកពាក់ស្លឺនាងហៅគេថាស៊ីឈីងគេក៏ដកដង្ហើមធំម្ដងទៀតរួចងាកមកមើលនាងបិសាចសមុទ្រស្លៀកពាក់សបានឆ្លើយថាខ្ញុំកំពុងព្យាយាមរកវិធីធ្វើយ៉ាងណាដើម្បីប្រកាសថាគេនឹងមិនសម្លាប់នាងហើយក្នុងពេលជាមួយគ្នានេះការពារកុំឲ្យគេដឹងពីអ្វីដែលខ្ញុំបានធ្វើប្រសិនបើគេដឹងមែនគេប្រកាសជាផ្ទុះកំហឹងមិនខានព្រះនាងទី3បានញញឹមយ៉ាងផ្អែមល្ហែមប៉ុន្តែមើលទៅនាងហាក់ដូចជាយល់ច្រឡំចំពោះពាក្យសម្ដីរបស់គេពិតមែនរួចនាងក៏តបថាខ្ញុំមិនសូវយល់ពីអ្វីដែលលោកចង់មានន័យទេសិស្សច្បងស៊ីឈីងបិសាចសមុទ្រស្លៀកពាក់សបានក្រវីដៃហាក់ដូចជាមិនចង់បន្តរឿងនេះទៀតនៅក្នុងចិត្តគេកំពុងត្អូញត្អែពីការពិតដែលថាដោយសារតែបន្ទុកគុណសម្បត្តិរបស់បិសាចសមុទ្រពិបាករកពេកទើបគេសុខចិត្តទទួលបេសកកម្មនេះដើម្បីស្វែងរកព្រះនាងទី3គេមិនត្រឹមតែរកនាងឃើញដោយជោគជ័យប៉ុណ្ណោះទេថែមទាំងទទួលបានក្តីស្រឡាញ់ពីនាងទៀតផងពេលនេះអ្វីដែលគេត្រូវធ្វើគឺគ្រាន់តែត្រឡប់ទៅទឹកដីបិសាចសមុទ្រវិញប្រគល់បន្ទុកគុណសម្បត្តិរបស់គេដើម្បីទទួលបានបេះដូងខ្មោចកម្រិតខ្ពស់មួយរួចប្រើការទុកចិត្តដែលគេទទួលបានពីព្រះនាងទី3ដើម្បីចូលទៅកាន់ទីសក្ការៈដូនតារបស់បិសាចសមុទ្របន្ទាប់មកគេអាចបញ្ចប់ដំណើរផ្សងព្រេងដ៏ធំទី2របស់គេបានហើយគេចិត្តបញ្ចប់ផ្នែកដំបូងនៃផែនការនេះទៅហើយពេលនេះមានចម្ងាយត្រឹមតែ1ខែប៉ុណ្ណោះពីទឹកដីបិសាចសមុទ្រគួរឲ្យស្ដាយព្រះនាងបិសាចសមុទ្រម្នាក់នេះបែរជាដើរគប់គុជរន្ទះទាំងនោះចោលផ្ដេសផ្ដាស់ទៅវិញស្របពេលដែលបិសាចសមុទ្រស្លៀកពាក់សរៀបនឹងដកដង្ហើមធំម្ដងទៀតគេក៏សម្លឹងចុះទៅផ្ទៃទឹកហើយបង្ហាញទឹកមុខភ្ញាក់ផ្អើលក្លិនអាយរស្មីរបស់ស៊ីឈីងដែលបានចាក់សោលើសំពៅចម្បាំងបានបាត់ទៅហើយមើលទៅគេហាក់ដូចជាលែងតាមដានពួកគេទៀតហើយបិសាចសមុទ្រស្លៀកពាក់សបានគិតក្នុងចិត្តថាមានរឿងអីកើតឡើងកុំប្រាប់ឲ្យសោះថាក្មេងម្នាក់នោះបដូរចិត្តហើយនោះឬមួយក៏មានរឿងផ្សេងកើតឡើងដែលទាមទារឲ្យគេត្រូវដោះស្រាយបិសាចសមុទ្រស្លៀកពាក់នៅតែបន្តសម្លឹងមើលសមុទ្រខណៈដែលសំពៅចម្បាំងនៅតែបន្តដំណើររបស់ខ្លួន3ថ្ងៃទៀតបានកន្លងផុតទៅដែលមកដល់ចំណុចនេះគេជឿជាក់ថាស៊ីឈីងលែងតាមពួកគេទៀតហើយគេបានគិតក្នុងចិត្តថាចម្លែកណាស់គេមានការងឿងឆ្ងល់ថាតើមានរឿងអ្វីកើតឡើងប៉ុន្តែក្នុងពេលជាមួយគ្នានេះគេក៏បានដកដង្ហើមធំធូរទ្រូងបន្តិចដែរនិយាយតាមត្រង់ទៅគេមិនខ្លាចថាស៊ីឈីងនឹងដឹងពីផែនការរបស់គេជាមួយពួកបិសាចសមុទ្រនោះទេផ្ទុយទៅវិញគេមានអារម្មណ៍ថាខុសឆ្គងបន្តិចដែលបានយកឈ្មោះរបស់ស៊ីឈីងមកប្រើបិសាចសមុទ្រស្លៀកពាក់សបានគិតលួងចិត្តខ្លួនឯងថាវាមិនសំខាន់ទេខ្ញុំធ្វើបែបនេះក៏ដើម្បីជួយរកគូស្រករឲ្យគេប៉ុណ្ណោះម្យ៉ាងវិញទៀតវាជារឿងត្រឹមត្រូវដែលត្រូវធ្វើក្នុងនាមជាឋានៈលើរបស់គេខ្ញុំត្រូវតែខ្វល់ខ្វាយពីជីវិតផ្ទាល់ខ្លួនរបស់គេតាមពិតទៅគេគួរតែអរគុណខ្ញុំទើបត្រូវដែលខំប្រឹងជួយរកស្រីឲ្យគេនោះខណៈដែលគេនៅតែបន្តបញ្ចុះបញ្ចូលខ្លួនឯងថាអ្វីដែលគេធ្វើគឺត្រឹមត្រូវបិសាចសមុទ្រស្លៀកពាក់សាក៏បានបញ្ជាឲ្យបង្កើនល្បឿនសំពៅរីឯទូកវេទមន្តជីងចក់សមុទ្ររបស់ស៊ីឈីងតាមពិតគឺនៅតែនៅទីនោះនៅក្រោមផ្ទៃទឹកដដែលទេប៉ុន្តែពេលនេះវាត្រូវបានគ្របដណ្ដប់ដោយស្រមោលខ្មៅរបស់គេ3ថ្ងៃមុនគេបានដឹងខ្លួនថាមាននរណាម្នាក់កំពុងសង្កេតមើលគេហើយដូច្នេះហើយគេក៏ធ្វើពុតជាចាក់ចេញបន្ទាប់មកក៏បំបាំងទូកវេទមន្តរបស់គេដោយប្រើស្រមោលខ្មៅដើម្បីធ្វើឲ្យក្លិនអាយរស្មីរបស់គេមើលទៅដូចជាចំហាយពុលនៃសមុទ្រហាមឃាត់អញ្ចឹងដែរបន្ទាប់មកគេក៏បន្តតាមដាននិងសង្កេតមើលបន្តទៀតលើកនេះគ្មាននរណាម្នាក់ចាប់អារម្មណ៍គេទេដែលមានន័យថាគេពិតជាលាក់ខ្លួនចិត្តឈឹងហើយជាងនេះទៅទៀតវាក៏បានផ្ដល់ឲ្យគេនៅព័ត៌មានសំខាន់ៗមួយចំនួនផងដែរជាឧទាហរណ៍ពេលនេះគេដឹងថានៅលើសំពៅចម្បាំងទាំង3នោះគឺមិនមានអ្នកហ្វឹកហាត់កម្រិតបង្កើតស្នូលនោះទេហើយភាគច្រើនប្រហែលជាគ្មានអ្នកហ្វឹកហាត់កម្រិតភ្លើងជីវិត3នោះទេប្រសិនបើមានពួកគេប្រកាសជាអាចដឹងពីក្លិនអាយរស្មីរបស់គេហើយប្រហែលជាចុះមកចាត់ការគេបាត់ទៅហើយគេក៏បានដឹងរឿងផ្សេងៗទៀតក្នុងរយៈពេល3ថ្ងៃកន្លងមកនេះដែរឧទាហរណ៍គេបានរកឃើញវិធីទម្លុះការពារខាងក្រៅរបស់សំពៅចម្បាំងប្រសិនបើចាំបាច់ហើយគេក៏បានកំណត់ថាតើពួកវាអាចធ្វើដំណើរបានលឿនប៉ុណ្ណាផងដែរជាមួយនឹងរឿងទាំងអស់ដែលគេបានដឹងគេជឿជាក់ថាសំពៅចម្បាំងទាំង3មិនមានអ្នកខ្លាំងពូកែដែលគ្រោះថ្នាក់ពិតប្រាកដនោះទេស៊ីឈីងបានគិតក្នុងចិត្តថាបើដូច្នេះមែនចេតនាសម្លាប់បានក៏ក្រើកឡើងក្នុងក្រសែភ្នែករបស់ស៊ីឈីងទី1គេកំពុងខឹងសម្បានឹងគុជខ្យងពណ៌ខ្មៅនោះលើពីនេះគេក៏ត្រូវការធម៌ពលបន្ថែមសម្រាប់រុនជីបចររបស់គេផងដែរហើយគេមើលមិនឃើញហេតុផលណាមួយដែលត្រូវបណ្ដោយឲ្យពួកបិសាចសមុទ្រទាំងនេះរួចខ្លួននោះទេមូលហេតុមួយទៀតគឺដំណើរការនៃក្បាច់ក្អែកមានស្រូបយកសពវិញ្ញាណរបស់គេត្រូវបានរំខានដោយពួកបិសាចសមុទ្រទាំងនេះហើយហេតុដូច្នេះហើយពួកគេនឹងត្រូវក្លាយជាជីជាតិដើម្បីជួយឲ្យគេវឹកហាត់វាបានសម្រេចធ្វើបែបនេះគឺយុត្តិធម៌បំផុតហើយនៅល្ងាចថ្ងៃទី3ពេលដែលមេឃងងឹតហើយព្រះច័ន្ទមិនសូវភ្លឺច្បាស់ស៊ីឈីងបានឈរនៅលើដំបូលទូកវេទមន្តរបស់គេហើយចាប់ផ្ដើមបញ្ចេញក្បាច់ដៃវេទមន្ត
សំឡេងកក្រឹកកក្រែងបានបន្លឺឡើងចេញពីទូកវេទមន្តរបស់គេខណៈដែលស្លាប់បានលាតសន្ធឹងចេញពីរូបរាងជីងចក់សមុទ្ររបស់វាហើយវាក៏បានហោះស្ទុះចេញពីផ្ទៃទឹកពេលដែលវាហោះឡើងទៅលើអាកាសមាត់ជីងចក់សមុទ្ររបស់វាក៏បានបើកយ៉ាងធំហើយការប្រមូលផ្ដុំពន្លឺពណ៌មាសក៏បានលេចចេញមកបន្ទាប់មកក៏ប្រែទៅជាកាំរស្មីមួយបាញ់ចេញទៅក្នុងល្បឿនយ៉ាងលឿនបំផុតពន្លឺពណ៌មាសនោះពិតណាស់គឺជាការវាយប្រហារដល់ទេវភាពដែលទូកវេទមន្តរបស់ស៊ីឈីងអាចធ្វើបានភ្លាមពេលដែលវាលេចចេញមកពន្លឺចម្រុះពណ៌ដ៏កាយសាហាវបានភ្លឺចាំងពីពេញមេឃនឹងដីហើយខ្យល់ក៏បានបក់បក់យ៉ាងខ្លាំងក្លាពន្លឺនោះបានទម្លុះភាពងងឹតនៃរាត្រីផ្លាស់ទីក្នុងល្បឿនយ៉ាងគួរឲ្យតក់ស្លុតខណៈដែលវាផ្ទុកនៅអំណាចដ៏ពិសិដ្ឋសម្ដៅត្រង់ទៅកាន់សំពៅចម្បាំងពណ៌ខ្មៅទី2វាបានវាយបំបែកការពាររបស់សំពៅចម្បាំងហាក់ដូចជាមិនមានអ្វីមករារាំងហើយត្រឹមតែមួយបព្រិចភ្នែកប៉ុណ្ណោះវាក៏បានបុកចំទួសំពៅផ្ទាល់តែម្ដងខណៈដែលសំពៅចម្បាំងកំពុងញ័ររំជួយនិងថែមទាំងចាប់ផ្ដើមកោងវាចសមុទ្រនៅពីក្រោមវាក៏បានផ្ទុះឡើងកក្រើកខណៈដែលអ្នកគួរខៀវបៃតងប្រវែង900ម៉ែត្របានហោះស្ទុះឡើងលើស្រែកក្រហឹមដើម្បីវាយប្រហារសំពៅចម្បាំងនាំមកគេចំណែកឯស៊ីឈីងផ្ទាល់វិញក៏បានហោះចេញពីទូកវេទមន្តរបស់គេចង្គៀងជីវិតរបស់គេបានផ្ទុះឡើងយ៉ាងសន្ធោសន្ធៅបញ្ចេញអណ្ដាតភ្លើងជុំវិញខ្លួនខណៈដែលគេហោះស្ទុះក្នុងល្បឿនយ៉ាងលឿនមិនគួរឲ្យជឿសម្ដៅទៅកាន់សំពៅចម្បាំងចុងក្រោយដោយមិនស្ទាក់ស្ទើរយូលីងជឿបានហោះស្ទុះសម្ដៅទៅរកសំពៅចម្បាំងទី2ដែលកំពុងតែទប់ទល់នឹងការវាយប្រហារដ៏ទេវភាពរឿងទាំងអស់នេះហាក់ដូចជាត្រូវការពេលយូរបន្តិចដើម្បីរៀបរាប់ប៉ុន្តែតាមពិតវាបានកើតឡើងក្នុងល្បឿនយ៉ាងលឿនបំផុតប្រៀបដូចជាផ្កាភ្លើងដែលខ្ទាតចេញពីថ្មដៃភ្លើងអញ្ចឹងខណៈដែលសំឡេងគក្រឹកកក្រែងបានបន្លឺរ៉េពេញផ្ទៃមេឃស៊ីឈីងក៏បានមកដល់សំពៅចម្បាំងទី3ដោយមិនរងចាំយូរគេបានបញ្ចេញធម្មពលរាងកាយសាច់ឈាមទាំងអស់របស់គេដើម្បីវាយបំបុកទៅលើការពាររបស់សំពៅនោះសំឡេងបែកប្រេះបានបន្លឺឡើងខណៈដែលខែការពារចាប់ផ្ដើមបែកបាក់មួយសន្ទុះក្រោយមកសំឡេងផ្ទុះយ៉ាងកក្រៅបានបន្លឺឡើងហើយស៊ីឈីងក៏បានឈានជើងឡើងទៅលើសំពៅនោះមានបិសាចសមុទ្រជាង30នាក់នៅលើសំពៅនោះប៉ុន្តែក្រៅពីអ្នកហ្វឹកហាត់កម្រិតសាងគ្រឹះដំបូងដែលមានភ្លើងជីវិតមួយនាក់ពួកគេសុទ្ធតែស្ថិតក្នុងកម្រិតប្រមូលផ្ដុំប៉ុណ្ណោះពួកគេទាំងអស់គ្នាមានទឹកមុខភ្ញាក់ផ្អើលយ៉ាងខ្លាំងប៉ុន្តែសម្រាប់ស៊ីឈីងពួកគេកំពុងតែធ្វើចលនាយឺតប៉ុណ្ណោះសូម្បីតែបិសាចសមុទ្រកម្រិតសាងគ្រឹះនោះក៏មានសកម្មភាពយឺតយ៉ាវក្នុងការបញ្ឆេះភ្លើងជីវិតរបស់ខ្លួនដែរស៊ីឈីងបានក្រឡេកមើលពួកគេដោយក្រសែភ្នែកត្រជាក់ល្ហឹមបន្ទាប់មកក៏បោះជំហានសម្ដៅទៅរកបិសាចសមុទ្រកម្រិតសាងគ្រឹះនោះដោយមិនស្ទាក់ស្ទើរភាពភ័យរន្ធត់និងក្តីអស់សង្ឃឹមបានឆ្អែតពេញក្រសែភ្នែករបស់បិសាចសមុទ្រនោះពេលដែលស៊ីឈីងលូកដៃចេញហើយដាក់បាតដៃរបស់គេនៅលើថ្ងាសរបស់វាសំឡេងញ័ររំជួយបានបន្លឺឡើងពេញអាកាសខណៈដែលគម្ពីរលេបត្របាក់ព្រលឹងភ្លើងនរកចាប់ផ្ដើមដំណើរការក្នុងពេលជាមួយគ្នានោះស្នាមសាក់រូបថូថេមនៅលើខ្នងរបស់គេបានប្រែទៅជារោមសត្វរាប់មិនអស់ដែលរុំព័ទ្ធរាងកាយបិសាចសមុទ្រនោះត្រឹមមួយបព្រិចភ្នែកក្បាច់គុណទាំងពីរត្រូវបានប្រើប្រាស់ធ្វើឲ្យបិសាចសមុទ្រនោះប្រែទៅជាសាកសពស្ងួតក្រៀមព្រលឹងរបស់វាត្រូវបានទាញយកហើយរាងកាយសាច់ឈាមរបស់វាត្រូវបានបឺតឈាមអស់រលីងស្លាប់ទាំងនោះបានលេបត្របាក់ដុំឈាមពណ៌ខៀវភ្លាមនោះស្នាមសាក់រូបថូថេមក៏បញ្ចេញកម្ដៅនិងធម្មពលយ៉ាងសន្ធោសន្ធៅមុននេះស៊ីឈីងហៀបនឹងបញ្ចប់ដំណាក់កាលទី2នៃការដាស់គ្រាប់ពូជមរតកទៅហើយជាមួយនឹងឈាមរបស់បិសាចសមុទ្រនោះក្បាច់ក្អែកមាសស្រូបយកសពវិញ្ញាណគឺទទួលបានភាពជោគជ័យពេញលេញហើយសំឡេងស្រែកយំមួយបានបន្លឺឡើងខ្ទរខ្ទារដល់ឋានសួគ៌ពីខាងក្រោយស៊ីឈីងបន្ទាប់មករោមសត្វដែលនៅជុំវិញគេក៏បានឆាបឆេះឡើងនៅអណ្ដាតភ្លើងពណ៌ខ្មៅរោមសត្វនៃភ្លើងខ្មៅរាប់មិនអស់បានប្រមូលផ្ដុំគ្នានៅពីក្រោយគេប្រែទៅជាសមុទ្រភ្លើងដែលមានទំហំពេញ30ម៉ែត្រពីចុងម្ខាងទៅចុងម្ខាងហើយបានជះភាពងងឹតគ្របដណ្ដប់ជុំវិញខ្លួនគេសំឡេងស្រែកយំមួយទៀតបានបន្លឺឡើងលើកនេះកាន់តែច្បាស់ជាងមុនហើយវាចេញមកពីសមុទ្រភ្លើងពណ៌ខ្មៅនោះឯងភ្លាមពេលដែលសំឡេងនោះអាចស្ដាប់ឮសមុទ្រភ្លើងក៏បានហោះឡើងខ្ពស់ត្រដែតទៅលើមេឃជាកន្លែងដែលវាបានកកើតជារូបរាងបក្សីទេពមួយក្បាលដែលគ្របដណ្ដប់ដោយភាពងងឹតវាហាក់បីដូចជាវាបានចាប់កំណើតនៅក្នុងអណ្ដាតភ្លើងហាក់ដូចជាវាបានយកទម្រង់នេះតាំងពីអតីតកាលដ៏យូរលង់មកម្ល៉េះវាបានធ្វើឲ្យរាត្រីដ៏ងងឹតសូន្យសងនៅជុំវិញនោះហាក់ដូចជាកំពុងពុះកញ្ជ្រោលមើលពីចម្ងាយបក្សីទេពនោះមានក្បាលដូចក្អែកមានខ្លួនដូចសត្វក្រៀលមានកន្ទុយដូចហង្សនិងមានជើងវែង3ដែលមានក្រញាំយ៉ាងមុតស្រួចនៅខាងចុងពេលដែលវាហោះឡើងទៅលើមេឃភ្លើងពណ៌ខ្មៅបានហូរស្រោបពេញខ្លួនវាប្រមូលផ្ដុំគ្នានៅត្រង់កន្ទុយរួចលាតសន្ធឹងចេញជាកន្ទុយភ្លើងរាងជារង្វង់យ៉ាងអស្ចារ្យវាពិតជាស្រស់ស្អាតខ្លាំងណាស់ប៉ុន្តែលើសពីនេះទៅទៀតគឺវាមានលក្ខណៈជ្រាលជ្រៅនិងពោពេញដោយភាពអាតកំបាំងវាបានហោះកលឹងពីលើក្បាលរួចក៏ហោះចុះមកស្ទុះសម្ដៅរកស៊ីឈីងពេលមកដល់ចិត្តគេវាហាក់ដូចជាចាត់ទុកគេជាមិត្តសម្លាញ់ម្នាក់ដោយហោះកលឹងជុំវិញគេហាក់បីដូចជាកំពុងរំវងចឹងដែរវាបានសាយភ័យភ្លើងគ្រប់ទីកន្លែងដែលវាហោះកាត់ដោយព័ទ្ធជុំវិញស៊ីឈីងជាមួយនឹងពន្លឺភ្លើងយ៉ាងសន្ធោសន្ធៅ
ក្នុងពេលនោះបិសាចសមុទ្រស្ទើរតែទាំងអស់នៅលើសំពៅចម្បាំងទាំង3បានក្រឡេកមើលទៅគេហើយភ្នែករបស់ពួកគេមានអារម្មណ៍ថាឈឺផ្សាវាហាក់បីដូចជាក្នុងពេលនេះស៊ីឈីងរួមជាមួយនឹងក្អែកមាសដែលកំពុងហោះក្រឡឹងជុំវិញខ្លួនបានក្លាយជាតួអង្គដ៏អស្ចារ្យមួយដែលគ្មាននរណាម្នាក់ហ៊ានសម្លឹងមើលចំភ្នែកឡើយវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេយើងនឹងជួបគ្នានៅវីដេអូក្រោយកុំភ្លេចជួយចុច Subscribe ដើម្បីទទួលបានការស្ដាប់នៅភាគបន្តសូមអរគុណ